កាពិតមនុស្សនៅក្នុងចិត្តបងគឺជាអូនយូរហើយមិនដេចក៏បងមិនប្រាប់ឲ្យអូនដឹងហេតុអ្វីក៏បងបែរជាមកប្រាប់ពេលហ្នឹងអូនជាមនុស្សមានគូស្នេហ៍កំណត់ហើយស្នេហ៍បងថែទុកក្នុងបេះដូងស្នេហាដំបងកំសាកសារភាពជាពេលដឹងថាពេលនេះបងមិនគួរប្រាប់ទេសុំទោសមានមេសុំកុំស្អប់បងអីអូនទៅតែដឹងថាបងលួចស្នេហ៍សារភាពយឺតពេលស្នេហ៍អូននេះស្អីឃើញមកបងក្រៀមក្រំរាល់ថ្ងៃនឹកស្មានថាថ្លៃក៏ចិត្តព្រោះនេះណាខូចចិត្តព្រោះតែបងលួចស្នេហ៍ស្ងួនទាំងគិតថាខ្លួនមិនសមប្រាថ្នាមកដល់ថ្ងៃនេះទើបទឹកនេត្រាអូធ្ងន់ថាបងត្រូវបានតែអូខ្វះមិនបានពេលនេះមិនមែនជាពេលដែលបងត្រូវសារភាពទេអ្វីហួសពេលអស់ហើយកាពិតមនុស្សនៅក្នុងចិត្តបងគឺជាអូនយូរហើយមិនដេចក៏បងមិនប្រាប់ឲ្យអូនដឹងហេតុអ្វីក៏បងបែរជាមកប្រាប់ពេលហ្នឹងអូនជាមនុស្សមានគូស្នេហ៍កំណត់ហើយស្នេហ៍បងថែទុកក្នុងបេះដូងស្នេហាដំបងកំសាកសារភាពយឺតពេលដឹងថាពេលនេះបងមិនគួរប្រាប់ទេសុំទោសមានមេសូមកុំស្អប់បងអីអូនតែដឹងថាបងលួចស្នេហ៍សារភាពយឺតពេលស្នេហ៍អូននេះស្អីឃើញមកបងក្រៀមក្រំរាល់ថ្ងៃនឹកស្មានថាថ្លៃក៏ចិត្តព្រោះអ្នកណាខូចចិត្តព្រោះតែបងលួចស្នេហ៍ស្ងួនទាំងដឹងថាខ្លួនមិនសមប្រាថ្នាមកដល់ថ្ងៃនេះទើបទឹកនេត្រាហូរធ្ងន់ថាបងត្រូវការតែអូខ្វះមិនបានអូនទៅតែដឹងថាបងលួចស្នេហ៍សារភាពយឺតពេលស្នេហ៍អូននេះស្អីឃើញមកបងក្រៀមក្រំរាល់ថ្ងៃនឹកស្មានថាថ្លៃខូចចិត្តព្រោះអ្នកណាខូចចិត្តព្រោះតែបងលួចស្នេហ៍ស្ងួនទាំងគិតថាខ្លួនមិនសមប្រាថ្នាមកដល់ថ្ងៃនេះទើបទឹកនេត្រាអូធ្ងន់ថាបងត្រូវការតែអូខ្វះមិនសារភាពយឺតពេលហ្នឹងមែនទេខ្ញុំមិនអាចធ្វើបាបមនុស្សម្នាក់ដែលកំពុងតែស្រឡាញ់ចុះបើស្រឡាញ់គេទៅខ្ញុំលួចស្រឡាញ់បានអត់សប្បាយចិត្តដែរពេលដែលកំពុងតែលួចស្រឡាញ់មនុស្សម្នាក់ដែលគេអត់ស្រឡាញ់យើងអញ្ចឹងមិនក៏បានដែរឲ្យតែមនុស្សខ្លួនឯងស្រឡាញ់សប្បាយចិត្តមែនអត់បកកែទ្រឹស្ដីណាបាទរឿងបោកគេហ្នឹងមានបោកណាខ្ញុំនិយាយមែនតើមែនអត់ខ្ញុំនិយាយមែនអត់ឥឡូវអ្នកណាបើថាសំដីឈនសវណ្ណរីជាសំដីពិតសំហូរទាំងអស់គ្នាបងប្អូនជាសាក់សីបាទឥឡូវចាខ្ញុំស្រីឆ្នះអញ្ចឹងព្រមស្រឡាញ់ខ្ញុំអត់ស្រឡាញ់ខ្ញុំកាចណាកាចប៉ុណ្ណាក៏ព្រមដែរហើយដល់
ដល់ពេលខ្ញុំអញ្ចឹងខ្ញុំចូលចិត្តតែងខ្លួនរៀងឆើតអញ្ចឹងដើរទៅណាមកណាខ្មាស់គេអត់ខ្មាស់គេផងអត់ដែរខ្មាស់គេអត់បើសិនជាខ្ញុំជាសង្សារខ្មាស់គេអត់គាត់ស្អាតណាគាត់ក៏ស្អាតដែរមែនទេគាត់សង្ហាមែនតើខ្ញុំមានចំណុចខ្វះខាតច្រើនកិច្ចការផ្ទះក៏មិនចេះមិនទៀតគេងក៏អត់ក្រោកព្រលឹមឡើងអានឹងដូចត្រូវកុំមកនិយាយលេងខ្ញុំស្បែកជើងកែងបើពាក់ដើរអត់បានអត់ចេះដើរចេះតែពាក់បើជើងប៉ាតាយបាទខ្ញុំចូលចិត្តត្រង់ហ្នឹងអញ្ចឹងឥឡូវអត់ចេះអីទៀតកញ្ញាអត់ចេះអីខ្ញុំស្រឡាញ់កន្លែងហ្នឹងខ្ញុំអត់ចេះច្រៀងទៀតជឿអត់ជឿតែគាត់ចេះច្រៀងអត់ខ្ញុំមិនចេះច្រៀងណាចូលមិញហ្នឹងហើយខ្ញុំអត់ចេះបើកឡានទៀតមែនហ្នឹងហើយខ្ញុំបើកឲ្យខ្ញុំធ្វើតែកង់ឡានរបស់គាត់អូខេអញ្ចឹងហ៎បាទអញ្ចឹងអត់ខ្មាស់គេមែនអត់ខ្មាស់គេទេមានអសកុនកញ្ញាជាសង្សារខ្ញុំញ៉ាំច្រើនខ្ញុំក៏ញ៉ាំច្រើនដូចគ្នាដែរអញ្ចឹងយើងព្រួតគ្នាញ៉ាំឲ្យក្រទាំងអស់គ្នាបាទអញ្ចឹងអត់ខ្មាស់ទេណ៎អត់ខ្មាស់គេទេអរគុណច្រើនដែលបានយកខ្ញុំជាសង្សារបកដែរណាថាអត់ខ្មាស់គេណាអត់ខ្មាស់គេទេក៏សំដែងនេះពិបាកជឿដល់ហើយអរគុណដល់ដែលបានប្រកួតប្រកាខ្ញុំខ្មាស់គេមែនទេដែលអូនជាសង្សារតែគិតយ៉ាងណាបានជាចង់លាក់បាំងរឿងយើងពីរនាក់តាមានមនុស្សប៉ុន្មានអ្នកប្រឆាំងបានជាបងស្លេកស្លាំងពេលឃើញគេយល់ជ្រលំកុំយំស្ដាប់បងសិនរឿងហេតុគឺមិនមែនដូចអូនគិតទេរឿងហេតុយ៉ាងណាមេត្តាបកស្រាយឲ្យច្បាស់បានទេឬមានគេដែលស័ក្តិសមជាងអូនចង់ឲ្យអូនជឿជាក់តែសុំកុំសួរហេតុផលពេលមួយមកដល់ចាំបងផ្ដល់ចម្លើយពេលនេះប្រាប់មិនបានបងសុំចិត្តណាត្រានត្រើមិនយូរឡើយបងនឹងបកស្រាយជារឿងខ្មាស់គេមែនទេដែលបងមានអូនជាសង្សារបើបានជាសាងស្នេហាមិនអាចខ្លាចជាស្នេហ៍ដូចទាំងព្រោះមិនតទៀតទេឬស្នេហ៍យ៉ាងទាំងពីរនាក់ប្រាប់ឲ្យចឹងឲ្យអូនបានកាន់ចិត្តយល់ចិត្តបងខ្លាចបានទេទុកពេលឲ្យបងមួយរយៈមិនចង់ឲ្យយើងពីរនាក់សាងស្នេហ៍នៅក្នុងទឹកនេត្រាបងស្ដាយក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្វើឲ្យរៀមរាលំបាកលោកស្រីក្រោយមួយពេលដែលជ្រើមានមេជាសង្សារប្រើបែកងមកសន្យាថាមិនឲ្យអូនឈឺចាប់ផ្លូវនៅសល់វែងឆ្ងាយកុំនិយាយពាក្យចប់តាំងចិត្តស្ងប់ព្រមជឿជាក់លើគ្នាបាទមនុស្សពីអ្នកស្រឡាញ់គ្នាទៅជឿជាក់លើគ្នាអត់ជឿពូរាជនឹងបោករហូតនឹងហើយមិនមុខខ្ញុំនឹងបោកអីអរគុណបាទអរគុណទាំងអស់គ្នាអរគុណខ្មាស់គេមែនទេដែលអូនជាសង្សារតែគិតយ៉ាងណាបានជាចង់លាក់បាំងរឿងយើងពីរនាក់តើមានមនុស្សប៉ុន្មានអ្នកប្រឆាំងបានជាបងស្លេកស្លាំងពេលឃើញគេយល់ជ្រលំគុំយំស្ដាប់បងសិនរឿងហេតុគឺមិនមែនដូចអូនគិតទេរឿងហេតុយ៉ាងណាមេត្តាបកស្រាយឲ្យច្បាស់បានទេឬមានគេដែលស័ក្តិសមជាងអូនចង់ឲ្យអូនជឿជាក់តែសុំកុំសួរហេតុផលពេលមួយមកដល់ចាំបងផ្ដល់ចម្លើយពេលនេះ
សុំចិត្តណាត្រានត្រើយមិនយូរឡើយបងនឹងបកស្រាយជារឿងខ្មាស់គេមែនទេដែលបងមានអូនជាសង្សារបើបានជាសាំងស្នេហាមិនដាច់ខ្លាយជាស្នេហ៍លួចលាក់គួរបន្តទៀតទេរឿងស្នេហ៍យ៉ាងទាំងពីរនឹងប្រាប់ឲ្យចាំឲ្យអូនបានកាន់ចិត្តយកចិត្តបងក្លាប់បានទេទុកពេលឲ្យបងមួយរយៈមិនចង់ឲ្យយើងពីរអ្នកសាស្នេហ៍នៅក្នុងទឹកនេត្រាបងស្នេហ៍ក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្វើឲ្យរៀមរាលំបាកមិនខុសស្នេហ៍ក្រោយនោះទេដែលជ្រើមានមិនជាសង្សាររើបេះដូងមកសន្យាថាមិនឲ្យអូនឈឺចាប់នៅស្នេហ៍សល់វែងឆ្ងាយកុំនិយាយពីចប់តាំងចិត្តស្ងប់ព្រមជឿជាក់លើគ្នាជារឿងខ្មាស់គេមែនទេដែលបងមានអូនជាសង្សារបើបានជាសាំងស្នេហាមិនដាច់ខ្លាយជាស្នេហ៍លួចលាក់គួរបន្តទៀតទេរឿងស្នេហ៍យើងទាំងពីរនាក់ប្រាប់ឲ្យចាំឲ្យអូនបានកាត់ចិត្តយល់ចិត្តបងក្លាប់បានទេទុកពេលឲ្យបងមួយរយៈមិនចង់ឲ្យយើងពីរអ្នកសាស្នេហ៍នៅក្នុងទឹកនេត្រាបងស្នេហ៍ក្រោយមែនទេដែលជ្រើអូនជាសង្សារព្រោះអូនធ្លាប់ធ្វើឲ្យរៀមរាលំបាកធ្លាប់ស្នេហ៍ក្រោយនោះទេដែលជ្រើមានវេជាសង្សារតែពេលទៅមុខសន្យាថាមិនឲ្យអូនជឿចាប់លើស្នេហ៍សល់វែងឆ្ងាយកុំនិយាយពីអូនចប់តាំងចិត្តស្ងប់ព្រមជឿជាក់លើគ្នាជានៅជប់ថាខ្ញុំមកកែបោកទៀតជឿអើយជឿណាជឿមកផ្លែជឿមកផ្លែចាអរគុណបានជាមកឆនតវណ្ណរាជសូមជម្រាបសួរចាទស្សនិកជនអរគុណច្រើនសូមហៅដល់អ្នកទាំងពីរម្ដងទៀតបានទេអូបទចម្រៀងហ្នឹងល្អកលអើនណាមើលមើលក្រោយមកល្អកលអើនណាតាមពិតមិនមែនទេយើងមើលទៅតែលួចស្រឡាញ់គ្នាមិញហ្នឹងចាខ្ញុំអត់ចេះបាក់ឡានហងចាខ្ញុំញ៉ាំច្រើនជួយបែកខ្ញុំញ៉ាំច្រើនបើញ៉ាំច្រើនខ្ញុំក៏ជួយញ៉ាំតាមពិតចាឃើញទេស្រឡាញ់លះបែកគ្នាក៏លះមិនតាន់ហ្នឹងឯងឆ្លោះគ្នាបាត់ជំរាបសួរចាគាត់នេះខ្ញុំទៅសញ្ញាផ្លែតមិញនិយាយដើមរឿងអីខ្លះអូចាអត់និយាយអីសោះចាអត់មាននិយាយអីសោះខ្ញុំអត់ចេះពាក់ស្បែកជើងកែងហងអូចាំពាក់ចាំខ្ញុំពាក់ឲ្យខ្ញុំអត់ចេះញ៉ាំបាយហងអត់ទេខ្ញុំមិនចេះធ្វើការងារផ្ទះផងអត់បើអត់ចេះធ្វើការងារផ្ទះខ្ញុំធ្វើឲ្យចាចេះធ្វើអត់ទៀតចេះទាំងអស់ហើយចូលចិត្តឆ្លើយអញ្ចឹងដល់ពេលមិញកញ្ញានិយាយថាចេះខ្ញុំចូលចិត្តគេងព្រឹកខ្ញុំអត់ចូលចិត្តងើបលឿនទេធ្វើម៉េចទៅខ្ញុំគេងឲ្យអរគុណមានគេងជំនួសទៀតចាដឹងតែថាលោកឆនសវណ្ណរាជបកែរៀងដូចថាយកនេះណាយកចិត្តទៅណាចាលេខ1ហើយថ្មីមិនក៏បានដែរថ្មីចឹងហើយចាបងមេចាញ់សម្រស់ចាហ្នឹងហើយមេទុំចាញ់សម្រាប់អត់ទេអូនស្អាតអញ្ចឹងអូនគេងក៏ស្អាតដែរបងចូលចិត្តមើលមុខអូនឯងចា3ឆ្នាំក្រោយអូនឯងមុខគេមុខដូចកាពិហ្មងទេចាអូនញ៉ាំច្រើនបងក៏ចូលចិត្តញ៉ាំដែរដល់ទៅពេល5ឆ្នាំក្រោយមកស៊ីច្រើនម្ល៉េះអញ្ចឹងអាហារទៅមិនមានចាអញ្ចឹងมันវាមិនមានដោយសារតែអូនឯងចាអូយបាទមានបាច់ការច្រើនណាស់ថ្ងៃនេះបាទជូនរាជហ៎អូបាទអរគុណជួយពិធីករ Thank you ម៉ារ៉ាម៉ាត់ហើយខ្ញុំសូមជម្រាបសួរម្ដងទៀតទៅដល់ទស្សនិកជនដែលបានទស្សនានៅទីនេះផ្ទាល់យ៉ាងច្រើនកកក៏ដូចជានៅតាមគេហដ្ឋានតាមរយៈកម្មវិធីតន្ត្រីស្រាបៀរអង្គរបាទកញ្ញាមានអីចង់និយាយទៅកាន់បងប្អូនយើងច្រើនណាស់ថ្ងៃនេះបាទចាថ្ងៃនេះបានការច្រើនមែនតើចានាងខ្ញុំសូមអរគុណនៅការអញ្ជើញចូលរួមរបស់ពុកម៉ែបងប្អូនហើយនៅស្នូលទេសដៃការផ្ដល់នៅកម្លាំងចិត្តធ្វើម៉េចមិញហ្នឹងចាអរគុណច្រើនណាស់ដែលតែងតែលើកទឹកចិត្តសម្រាប់នាងខ្ញុំក៏ដូចជាសិល្បករសិល្បករនីហើយថ្ងៃនេះអរគុណនៅក្តីស្រឡាញ់ដែលអ្នកគ្រប់គ្រងរបស់នាងខ្ញុំគ្រប់ទីកន្លែងតែងតែផ្ដល់សម្រាប់នាងខ្ញុំហើយធ្វើឲ្យនាងខ្ញុំនៅតែមានកម្លាំងចិត្តក្នុងការបម្រើកិច្ចការងារសិល្បៈទាំងអស់នេះរហូតមកចាហើយនឹងបន្តទៅខាងមុខទៀតអរគុណសូមចែករំលែកក្តីស្រឡាញ់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាណា
ចាចូលលោកឈុនស្វារីវិញបាទខ្ញុំមកក៏ដូចគ្នាអរគុណទៅដល់មិត្តអ្នកគ្រប់គ្រងក៏ដូចជា Rich Family ដែលបានផ្ដល់ជាផ្កាបាត់ផ្កាហើយខ្ញុំមកក៏សូមចែករំលែកក្តីស្រឡាញ់របស់ខ្ញុំមកទៅដល់ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនានៅទីនេះក៏នៅជានៅតាមគេហដ្ឋានស្រឡាញ់អ្នកទាំងអស់គ្នាអរគុណបាទតែដោយសារតែវគ្គនេះអ្នកទាំងពីរបានឆាបយកបេះដូងរៀងបែបលងលួចចាអញ្ចឹងចង់ដឹងថាវគ្គក្រោយអ្នកទាំងពីរមានអ្វីដើម្បីធ្វើឲ្យពុកម៉ែបងប្អូនដែលចូលរួមនៅទីនេះសប្បាយចិត្តអត់វគ្គក្រោយសូមកន្លុកដូចព្រីងអញ្ចឹងអូព្រមឲ្យគាត់កន្លុកអត់បើចាំផ្ទះដែរសូមស្រូវទៅដៃមួយចាហើយកុំភ្លេចរំជាមួយយើងខ្ញុំទាំងអស់គ្នាផងដែរចាអរគុណច្រើនបន្តិចទៀតជួបជាមួយនឹងនាងខ្ញុំនិងលោកឈុនស្វារីជាបន្តទៀតអរគុណចាអរគុណសម្រាប់បន្តិចសិនផ្ញើបទចម្រៀងទាំង3បទរបស់ពួកយើងទាំងពីរនាក់ដល់អ្នកដែលស្រឡាញ់និងគ្រប់គ្រងទាំងអស់គ្នាអរគុណសូមអរគុណបាទអរគុណពីកម្មវិធីសំពេលអញ្ញាសម្រាប់បន្តិចសិន